ម៉ាស៊ីនកិនផ្លែឈើមួយសម្រាប់បរំម្នាក់ភ្លាមបន្ទាប់ពីគេដាក់ផ្លែឈើចូលក្នុងនោះលើសចំណុះ Đét ជាបរិសម្នាក់ដែលស្រឡាញ់ការហាត់ប្រាណនិងធ្វើឲ្យសាច់ដុំរបស់គាត់ធំពីមួយថ្ងៃទៅមួយថ្ងៃអ្វីដែលយើងមើលឃើញនៅក្នុងនេះគឺគាត់មានផ្លែឈើក៏ដូចជាម៉ាស៊ីនកិនផ្លែឈើមួយដែលមានទំហំធំហើយក្នុងនោះក៏មានកម្លាំងខ្លាំងផងដែរម៉ាស៊ីនរបស់គាត់មានម៉ូទ័រមានកម្លាំងរហូតដល់ 3.4 សេសចំណុចពិសេសរបស់ម៉ាស៊ីននេះគឺវាអាចមានសមត្ថភាពកិនផ្លែឈើដែលមានសម្បកក្រាស់ដូចជាម្នាស់ត្រពាំងបាយជូរនិងគល់សាឡាត់អ្វីជាដើមប៉ុន្តែបន្ទាប់ពីប្រើប្រាស់ម៉ាស៊ីននេះយ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំម៉ាស៊ីននេះក៏ចាប់ផ្ដើមខូចតែគាត់មិនដឹងថ្ងៃមួយខណៈពេលដែលដេតកំពុងតែចាប់ផ្លែឈើដាក់ចូលក្នុងម៉ាស៊ីនតែគាត់មិនដឹងថាវាហួសកំណត់ឡើយវាពេញមិនអាចគៀបបានទៀតទេពេលនោះម៉ាស៊ីនក៏បានក្តៅក៏បានផ្ទុះហើយធ្វើឲ្យផ្លែម៉ូទ័រនោះហោះទៅពេញផ្ទះហើយក៏គួរឲ្យអាណយអាថមខ្លាំងមែនទែនផ្លែម៉ូទ័រនោះបានហោះមកកាត់ករបស់ដេតដាច់សរសៃឈាមចម្បងរបស់គាត់បណ្ដាលឲ្យគាត់ដួលចុះភ្លាមឈាមហូរពេញកន្លែងលើឥដ្ឋរបស់គាត់ពេលនោះផ្សែងក៏ចេញពីម៉ាស៊ីននោះដូចគ្នាដែរដេតបានស្លាប់ស្ថិតក្នុងស្ថានភាពគួរឲ្យខ្លាចឬក៏អាចហៅថាស្លាប់នៅក្នុងថ្លុកឈាមម៉ាស៊ីនដែលជួយបង្កើតរាងកាយរបស់គាត់ឲ្យមើលទៅធំខ្លាំងក្លាតែខ្លះជាឧបករណ៍ដែលបំផ្លាញជីវិតរបស់គាត់យ៉ាងអំណាចហេតុការណ៍នេះជាសាររំលឹកដ៏រន្ធត់ថាទោះបីជាអ្នកធ្វើអ្វីដែលសាមញ្ញបំផុតនៅក្នុងជីវិតរបស់អ្នកដូចជាគ្រាន់តែការកិនផ្លែឈើបរិភោគប្រចាំថ្ងៃក៏ដល់មកអ្នកទាំងអស់គ្នាមានគ្រោះថ្នាក់ដល់ជីវិតផងដែរដូច្នេះរឿងក្តីនេះមានតែប៉ុណ្្នឹងឯងអ្នកគ្នាជួបខ្ញុំម្ដងទៀតនៅវីដេអូក្រោយបាយបាយ